សេសការដែលយើងបង្រៀនឲ្យគាត់ស្គាល់តួព្យញ្ជនៈឬក៏អាចបង្ហាញពីអារម្មណ៍ដែលគាត់អាចនិយាយពាក្យព្យញ្ជនៈទាំងអស់នឹងបានគឺពិតជាពិបាកសម្រាប់គាត់បានជាយើងបង្កើតសកម្មភាពការងារមួយចំនួនបកបិទនៅលើជញ្ជាំងដូចជារូបព្យញ្ជនៈជាដើមពីព្រោះការងារទាំងអស់នេះយើងបានឲ្យសិស្សអនុវត្តទៅលើការដើរតាក់ទងជាមួយនឹងចលនាជើងរបស់គាត់តាក់ទងជាមួយនឹងចលនាភ្នែកឲ្យគាត់សម្លឹងទៅកាន់រូបភាពនៅលើជញ្ជាំងតាក់ទងជាមួយនឹងចលនាដៃរបស់គាត់ដែលយើងហៅថាចលនាតូចហ្នឹងគាត់អាចចាប់យករូបភាពពីលើតុពីមួយទៅមួយបានហើយយកទៅបិទគាត់អាចធ្វើដំណើរចុះឡើងបានគាត់ប្រើការសម្លឹងប្រើភ្នែកសម្លឹងវាជាវិធីសាស្ត្រមួយនៅក្នុងការបង្ហាត់ឲ្យគាត់មានញាណទាំងអស់ហ្នឹងតាក់ទងគ្នាដូចជាភ្នែកត្រចៀកដៃរបស់គាត់ហើយនឹងជើងចាដើម្បីសម្លឹងមើលគោលដៅថាតើអក្សរមួយហ្នឹងនៅកន្លែងមួយណារូបភាពមួយហ្នឹងនៅកន្លែងមួយណាចានេះជាវិធីសាស្ត្រមួយដើម្បីជួយជំរុញទៅលើការវិវត្តរបស់កុមារ